SCP 913គឺជាបរិសម្នាក់ដែលមានរូបរាងជាមនុស្សធម្មតានោះទេក៏ប៉ុន្តែគាត់គឺជាមនុស្សដែលចម្លែកដោយសារតែគាត់មិនត្រឹមតែបរិភោគអាហារនោះទេសូម្បីតែសម្ភារៈផ្សេងៗក៏គាត់ស៊ីផងដែរមិនថាដែកមិនថាចានឆ្នាំងអាគារស្បែកជើងរបស់របរអ្វីគឺគាត់ស៊ីទាំងអស់ហើយមិនត្រឹមតែប៉ុណ្្នឹងទេសូម្បីតែមនុស្សក៏គាត់ចាប់ស៊ីផងដែរអញ្ចឹងចង់ដឹងថាសាច់រឿងយ៉ាងណាតាមមកទស្សនាវីដេអូនេះជាមួយនឹងខ្ញុំទាំងអស់គ្នាបាទសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយក SCP 913មកចែករំលែកជូនអ្នកនរគ្នាស្ដាប់ SCP 913គឺជាបរិសម្នាក់ដែលមានរូបរាងសម្បុរពណ៌ខ្មៅហើយគាត់មើលទៅគឺចម្លែកជាងគេដោយសារតែគាត់នឹងមើលទៅដូចជាមនុស្សដែលមឹសមិនសូវនិយាយស្ដីអីច្រើនអញ្ចឹងណាក៏ប៉ុន្តែគាត់ស៊ីមិនរើសនោះទេមិនថាស្បែកជើងមិនថាសម្រាមមិនថាកំតិចកំទីមិនថាដែកមិនថាអាគារក៏គាត់ស៊ីទាំងអស់ហើយមិនត្រឹមតែប៉ុណ្្នឹងទេគឺគាត់ស៊ីទាំងមនុស្សផងដែរសាច់រឿងដំបូងគឺកើតឡើងដោយសារតែមានកម្មវិធីប្រកួតញ៉ាំមួយនៅក្នុងទីក្រុងមួយដែលកម្មវិធីនេះមានឈ្មោះថា Yummy គឺជាកម្មវិធីដែលប្រកួតញ៉ាំអ្នកណាដែលញ៉ាំឬក៏ស៊ីបានច្រើនជាងគេអ្នកនោះគឺជាអ្នកឈ្នះហើយនឹងទទួលបានលុយជាច្រើនសន្ធឹកសន្ធាប់ហើយនឹងបានពានរង្វាន់មាសខ្សែក្រវ៉ាត់ហើយនឹងពានរង្វាន់រូបនំដែលញ៉ាំអញ្ចឹងគឺពិតជាអស្ចារ្យមែនទែននៅក្នុងកម្មវិធីហ្នឹងគឺកំពុងតែចាប់ផ្ដើមហើយគេកំពុងតែប្រកួតញ៉ាំសុកអញ្ចឹងណាក៏មានបរិសុទ្ធចម្លែកម្នាក់ហ្នឹងគាត់ដើរចូលមកក្នុងកម្មវិធីហ្នឹងដោយគ្មានការអនុញ្ញាតហើយចូលទៅប្រុងយករបស់របរញ៉ាំអីចឹងណាគាត់ទៅតាមរបស់គេញ៉ាំអីចឹងទៅដល់ធ្វើឲ្យអ្នកគ្រប់គ្រងក្នុងកម្មវិធីនោះក៏បានហៅបុគ្គលិកសន្តិសុខរបស់ខ្លួនឲ្យទៅចាប់បរិសុទ្ធម្នាក់ហ្នឹងចេញចឹងណាហើយបរិសុទ្ធម្នាក់ហ្នឹងមានការខឹងជាខ្លាំងដោយសារតែគាត់ឃ្លានគាត់ចង់ចូលទៅញ៉ាំដែរចឹងណាគាត់ចង់ប្រកួតដែរចឹងដោយសារតែគាត់អត់មានឈ្មោះក្នុងការប្រកួតអញ្ចឹងអាចចូលប្រកួតបានទេហើយនៅពេលដែលគេប្រកួតកំពុងតែប្រកួតហ្នឹងណាក៏រកឃើញអ្នកដែលជើងខ្លាំងញ៉ាំបានច្រើនជាងគេហើយញ៉ាំអត់ចេះឆ្អែតចឹងណាក៏បានរកឃើញអ្នកឈ្នះក៏ប៉ុន្តែនៅពេលដែលគេកំពុងតែប្រគល់អាពានរង្វាន់ទៅដល់អ្នកឈ្នះជើងឯកហ្នឹងស្រាប់តែបរិសុទ្ធម្នាក់ហ្នឹងក៏បានចូលមកទៅតាមពានរបស់បរិសុទ្ធដែលឈ្នះពានរង្វាន់ញ៉ាំចឹងណាក៏បានចូលមកទៅតាមហើយយកអាពានហ្នឹងស៊ីតែម្ដងស៊ីអាពានហ្នឹងចូលទៅក្នុងពោះរបស់គាត់តែម្ដងធ្វើឲ្យអ្នកមើលអ្នកទស្សនាទីនោះមានការចម្លែកចិត្តមែនតើហើយនៅពេលនោះផងដែរបរិសុទ្ធដែលជាម្ចាស់ពានហ្នឹងក៏មានការខឹងជាខ្លាំងដោយសារតែពានហ្នឹងគឺជាពានរបស់គេចឹងណាហើយបរិសុទ្ធម្នាក់ហ្នឹងក៏បានចូលមកទៅតាមពានហ្នឹងហើយក៏បានស៊ីពានហ្នឹងទៀតដែលធ្វើឲ្យគេមានការខឹងក៏បានទៅស្ដីបន្ទោសចង្អុលចូលឡើងក៏ស្ដីបន្ទោសចូលឡើងស្រាប់តែបរិសុទ្ធម្នាក់ហ្នឹងក៏បានខំដៃបរិសុទ្ធដែលជាម្ចាស់ពានហ្នឹងស៊ីយកតែម្ដងដែលធ្វើឲ្យពួកគេហ្នឹងខ្លាចនាំគ្នាផ្អើលរត់ចេញពេញហ្នឹងបិចខ្ចាច់ខ្ចាយដែលធ្វើឲ្យកម្មវិធីហ្នឹងរំសាយរលាយក្នុងពេលហ្នឹងតែម្ដងហើយបរិសុទ្ធចម្លែកដែលជា SCP 913ហ្នឹងក៏បានដេញតាមមនុស្សទាំងនោះហើយចាប់ផ្ដើមស៊ីមនុស្សទាំងនោះម្នាក់ម្ដងដែលធ្វើឲ្យមនុស្សដែលបានរត់ចេញពីកម្មវិធីហ្នឹងគឺស្លាប់ទាំងអស់គ្នាតែម្ដងហើយអ្នកដែលបានរត់គេចខ្លួនរួចខ្លួនហ្នឹងក៏បានទៅប្រាប់ប៉ូលីសហើយទៅប្តឹងប៉ូលីសចឹងណាហើយប៉ូលីសក៏បានប្រាប់ឲ្យរឿងរ៉ាវដែលកើតឡើងហ្នឹងទៅកាន់ក្រុម SCP Foundation នៅពេលនោះក្រុម SCP Foundation ក៏បានបញ្ជូនបុគ្គលិករបស់ខ្លួននិងបញ្ជូនពលទាហានចឹងណាទៅតាមចាប់បរិសុទ្ធដែលធ្វើបាបនឹងស៊ីមនុស្សនៅក្នុងកម្មវិធីប្រកួត Yummy ចឹងណាហើយនៅពេលនោះក្រុម SCP Foundation ក៏បានទៅដល់អគារចាស់មួយហើយក៏បាននាំគ្នាសម្រុកចូលទៅក្នុងអគារចាស់ហ្នឹងណាក៏បានឃើញបរិសុទ្ធដែលជា SCP 913ហ្នឹងគឺចម្លែកមែនតើគាត់កំពុងតែខំអគារស៊ីយកតែម្ដងដែលពួកគេមើលទៅគឺឆ្ងល់គឺគួរឲ្យខ្លាចមែនតើហើយពួកគេក៏បានធ្វើការប្រយុទ្ធជាមួយនឹងបរិសុទ្ធចម្លែកដែលជា SCP 913ណាក៏បានស្លាប់បុគ្គលិកអស់ជាច្រើនអ្នកផងដែរដោយសារតែបរិសុទ្ធម្នាក់នោះបានចាប់បុគ្គលិកដែលបានចូលទៅក្នុងហ្នឹងស៊ីយកតែម្ដងហើយក្រោយមកហ្នឹងបរិសុទ្ធហ្នឹងក៏បានស៊ីឆ្អែតហើយគេក៏បានព្រមចោះចាញ់ហើយក៏បានឲ្យក្រុម SCP Foundation ហ្នឹងចាប់ខ្លួនរបស់គេអញ្ចឹងណាចាប់ខ្លួនរបស់គេយកទៅក្នុងមន្ទីររបស់ SCP Foundation ពេលនោះនៅពេលដែលគេចាប់បរិសុទ្ធម្នាក់នោះទៅដល់ក្នុងមន្ទីរ SCP Foundation ពួកគេក៏បានធ្វើការឃុំឃាំងហើយក៏បានពិសោធន៍នឹងសារជ្រាវអំពីបរិសុទ្ធដែលជា SCP 913ហ្នឹងឯងក៏បានឲ្យដឹងថាបរិសុទ្ធដែលជា SCP 913ហ្នឹងគឺជាបរិសុទ្ធម្នាក់ដែលគាត់ញ៉ាំអត់ចេះឆ្អែតហើយគាត់ស៊ីបានគ្រប់យ៉ាងមិនថាមនុស្សមិនថាដែកមិនថាសម្ភារៈផ្សេងសូម្បីតែអាហារក៏គាត់ស៊ីទាំងអស់និយាយទៅអត់ខ្វល់ទេឃ្លានឃើញអីស៊ីនឹងតែម្ដងហើយក្រុម SCP Foundation ក៏បានចំណាត់ថ្នាក់ឲ្យគាត់គឺ Euclid ដោយសារតែគាត់កាចសាហាវហើយអាចសម្លាប់មនុស្សបានប៉ុន្តែក្រុម SCP Foundation អាចគ្រប់គ្រងគាត់បានអញ្ចឹងហើយទើបគេឃុំគាត់នៅក្នុងបន្ទប់នោះហើយដោយដាក់នៅឧបករណ៍ផ្សេងដើម្បីតាមដានគាត់អញ្ចឹងណាហើយក្រុម SCP Foundation ក៏បានដាក់បរិសុទ្ធដែលជា SCP 913ហ្នឹងនៅក្នុងមន្ទីរឃុំឃាំងរបស់គេរហូតដោយអត់ឲ្យគាត់ចេញមកក្រៅនោះទេខ្លាចធ្វើឲ្យមានអ្នកណាស្លាប់ដោយសារគាត់ទៀតអញ្ចឹងណាហើយគេតែងតែផ្ដល់អាហារនិងចំណីគ្រប់គ្រាន់ទៅដល់គាត់ដើម្បីកុំឲ្យគាត់ឃ្លានគាត់ចាប់ផ្ដើមស៊ីអ្វីផ្សេងអញ្ចឹងណាហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់កុំភ្លេចចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីហើយអ្នកគ្នាគិតមិនដែរចំពោះ SCP 913នេះកុំភ្លេច comment ប្រាប់ខ្ញុំនៅខាងក្រោមផងអូខេអ្នកគ្នាបាយ